ដំណើរការបញ្ចប់ការតុបតែងខាងក្នុងនៃអាវជក់របស់ Midori គឺជាការងារសំខាន់មួយដែលធ្វើឲ្យលទ្ធផលស្អាតតាមរយៈការចងជាប់ផ្នែកនីមួយត្រឹមត្រូវនិងការចម្អិនអេរ៉ូនយ៉ាងរៀបរយដំបូងសូមចាប់ផ្ដើមពីផ្នែកខាងក្រោយនៃរាងអាវប៉ុន្តែពេលនេះផ្នែកកណ្ដាលខាងក្រោយត្រូវបានទុកឲ្យបើកគឺគុយចេះសម្រាប់ការប្រើប្រាស់នៅដំណាក់កាលចុងក្រោយខណៈពេលចងជាប់ជាមួយផ្នែកផ្សេងព្រោះក្រណាត់ខាងក្នុងនេះអាចលូតលាស់បានងាយសូមប្រើសញ្ញាដែលបានដាក់ជាមុនដើម្បីកំណត់ទីតាំងហើយចងជាប់ដោយត្រួតត្រាទីតាំងយ៉ាងត្រឹមត្រូវបន្ទាប់មកសូមបន្តទៅកាន់ការចងជាប់ផ្នែកខាងមុខនៃរាងអាវនិងផ្នែកខាងរងនៅទីនេះត្រូវតែគូសតាមរង្វង់ខ្លាំងនៃទូទ្រូងដែលការផ្លាស់ប្ដូរតិចតួចអាចមានឥទ្ធិពលយ៉ាងខ្លាំងលើរាងកាយដូច្នេះសូមប្រើបច្ចេកទេសដាក់កក់ដើម្បីធានាទីតាំងត្រឹមត្រូវបន្ទាប់ពីនោះដោយចងជាប់ផ្នែកខាងមុខនិងខាងក្រោយជាមួយគ្នារាងនៃអាវជក់នឹងទទួលបានរាងសរុបដែលរួមជាមួយនឹងផ្នែកនីមួយភ្ជាប់គ្នាបានយ៉ាងច្បាស់ជាដើមគ្រឹះសម្រាប់ដំណាក់កាលបន្ទាប់បន្ថែមពីនេះនៅដំណាក់កាលបន្ទាប់សូមចូលទៅកាន់ការចងជាប់ខាងក្នុងនៃស្លាបអាវនេះត្រូវបានចែកចេញជាពីរផ្នែកគឺស្លាបអាវខាងក្រៅនិងស្លាបអាវខាងក្នុងហើយពេលចងជាប់ជាមួយគ្នាមានចំណុចមួយដែលត្រូវទុកឲ្យបើកគឺគុយចេះសម្រាប់ការប្រើប្រាស់នៅដំណាក់កាលបញ្ចប់ដូច្នេះត្រូវតែពិនិត្យយ៉ាងហ្មត់ចត់ទីតាំងនៃចំណុចនោះមុននឹងបន្តការងារបើកគឺគុយចេះនេះមានតួនាទីសំខាន់នៅដំណាក់កាលបញ្ចប់ចុងក្រោយដូច្នេះគួរតែយកចិត្តទុកដាក់ចាប់តាំងពីដើមចុងក្រោយសូមផ្លាស់ទៅកាន់ដំណើរការចម្អិនអេរ៉ូនលើរាងអាវនិងស្លាបអាវដែលបានចងជាប់រួចនៅទីនេះសូមបន្ថែមចន្លោះខ្សែចងជាប់ប្រហែល3មីលីម៉ែត្រគីសេដើម្បីធានាឲ្យការចងជាប់មានភាពស្មើនិងជួយរក្សាការភ្ជាប់របស់ផ្នែកនីមួយឲ្យបានរលូនប្រសិនបើប្រើកម្ដៅនិងផ្ទុកការម៉ាសឹមស្របវាងកម្ដៅនិងអំបិលពន្លឺនៃសាច់រាងទាំងមូលនៃអាវជក់នឹងមានរាងច្បាស់លាស់និងធ្វើឲ្យមានការពេញចិត្តក្នុងការពាក់ដោយយកចិត្តទុកដាក់លើចំណុចសំខាន់រៀងរាល់ដំណាក់កាលដូចជាការពិនិត្យឲ្យបានត្រឹមត្រូវនៃការបើកគឺគុយចេះការពារក្រណាត់ខាងក្នុងឲ្យមិនលូតលាស់ការចងជាប់ត្រឹមត្រូវតាមរង្វង់នៃទូទ្រូងនិងការចម្អិនអេរ៉ូនយ៉ាងសមស្របអាវជក់ខាងក្នុងរបស់ Midori នឹងទទួលបានលទ្ធផលខ្ពស់និងរាងស្អាតដែលដំណើរការទាំងមូលនេះនាំឲ្យមានការពាក់អាវមួយដែលអាចធ្វើឲ្យមានអារម្មណ៍ជឿជាក់និងពេញចិត្តយ៉ាងខ្លាំង